ក្រុងរាជបន្តកីឡាករនីល្អបំផុតលើលោកអៃតាណាប៊ុនម៉ាទីបដិញ្ញាជួយបាសេឡូណាបន្តភាពអស្ចារ្យនៅរដូវកាលថ្មីម្ចាស់ពានរង្វាន់កីឡាករនីល្អបំផុតនៅក្នុងលោកអៃតាណាប៊ុនម៉ាទីបានត្រឡប់មកកាន់ការវឹកហាត់ជាមួយនឹងក្រុម Barcelona Femení វិញហើយដើម្បីត្រៀមខ្លួនសម្រាប់យុទ្ធនាការរដូវកាលថ្មី 2024-2025 ខាងមុខបន្ទាប់ពីបានសម្រាកវិស្សមការយ៉ាងពេញលេញក្រោយបញ្ចប់ភារកិច្ចជាមួយនឹងក្រុមជម្រើសជាតិបន្ទាប់ពីសម្រាប់វិស្សមការយ៉ាងមានក្តីសុខម្ចាស់អាវលេខ14របស់ក្រុមអ្នកមានបុណ្យបាសេឡូណាបានបង្ហាញវត្តមានយ៉ាងស្រស់ស្រាយនៅក្នុងទីលានវឹកហាត់ជាមួយមិត្តរួមក្រុមប៊ុនម៉ាទីបានបញ្ជាក់យ៉ាងច្បាស់ថានាងត្រៀមខ្លួនរួចជាស្រេចនៅក្នុងការស្វែងរកភាពរីករាយជាមួយនឹងបាល់ទាត់ជាថ្មីម្ដងទៀតបន្ទាប់ពីបានសម្រេចសមិទ្ធផលដ៏ល្អអស្ចារ្យជាច្រើនទាំងនៅក្នុងកម្រិតក្លឹបនិងផ្ទាល់ខ្លួនកាលពីរដូវកាលមុនកាលពីរដូវកាលឆ្នាំ 2023-2024 កន្លងទៅ Barcelona Femení បានបង្កើតប្រវត្តិសាស្ត្រយ៉ាងរំភើបដោយការឈ្នះពានរង្វាន់ធំៗរហូតដល់ទៅ4នៅក្នុងមួយរដូវកាលការត្រឡប់មកវិញរបស់អៃតាណានៅពេលនេះគឺជាសញ្ញាព្រមានមួយដល់គូប្រកួតប្រជែងទាំងក្នុងស្រុកនិងអឺរ៉ុបថាក្រុមការពារតំណែងជើងឯកមួយនេះមិនទាន់ស្កប់ស្កល់ជាមួយនឹងជោគជ័យឡើយហើយនឹងបន្តបេសកកម្មការពាររាជបល្ល័ង្ករបស់ខ្លួនយ៉ាងមុតមាំបំផុតអៃតាណាប៊ុនម៉ាទីដែលជាម្ចាស់ពានរង្វាន់ Ballon d'Or ផងនោះបានបង្ហាញនូវមហិច្ឆតាខ្ពស់នៅក្នុងការរក្សាទម្រង់លេងលំដាប់ពិភពលោករបស់ខ្លួនឲ្យនៅស្ថិតស្ថេរនាងបានសង្កត់ធ្ងន់ថាការចូលលេងនៅក្នុងទីលានដោយក្តីរីករាយនិងគ្មានសម្ពាធគឺជាគន្លឹះសំខាន់ដែលធ្វើឲ្យនាងអាចបង្ហាញសមត្ថភាពបានយ៉ាងល្អបំផុតដើម្បីជួយឲ្យក្រុមឆ្ពោះទៅរកភាពជោគជ័យជាថ្មីម្ដងទៀតនៅក្នុងរដូវកាលដែលនឹងមកដល់នៅក្នុងវគ្គហ្វឹកហាត់ត្រៀមរដូវកាលនេះសមាជិកក្រុម Barcelona ទាំងអស់ហាក់មានទឹកមុខរីករាយនិងពោរពេញដោយថាមពលនៅក្នុងការហ្វឹកហាត់កម្លាំងនិងបច្ចេកទេសក្រោមការដឹកនាំថ្មីនិងយុទ្ធសាស្ត្រដែលបានរៀបចំសម្រិតសម្រាំងក្លឹបយក្សកាតាឡានមួយនេះកំពុងតែពង្រឹងសមត្ថភាពដើម្បីធានាថាពួកគេនៅតែជាក្រុមបាល់ទាត់នារីដែលឈរនៅចំណុចកំពូលនៃពិភពលោកសម្រាប់អ្នកគាំទ្រ Barcelona ជុំវិញពិភពលោកការឃើញតារាឆ្នើមរូបនេះមានទំនុកចិត្តខ្ពស់និងមានសេចក្តីសុខនៅក្នុងការវិលត្រឡប់មកវិញគឺជាដំណឹងដ៏ល្អបំផុតគ្រប់គ្នាកំពុងរងចាំអត់មើលថាតើអៃតាណាប៊ុនម៉ាទីនិងមិត្តរួមក្រុមអាចនឹងបន្តបង្កើតកំណត់ត្រាថ្មីនិងនាំយកពានរង្វាន់មកដាក់នៅក្នុងសារមន្ទីររបស់ក្លឹបបន្ថែមទៀតបានកម្រិតណានៅក្នុងរដូវកាលថ្មីនេះLTNG Sport វិសាលភាពនៃកីឡា